ដឹងយកមកទៅទុកឯណានោះទេប្រទេសថៃខ្មាស់គេពេញប្រទេសតែម្ដងដូចតែអ្នកទាំងអស់គ្នាបានដឹងហើយថានៅក្នុងឆ្នាំ2025នេះប្រទេសថៃត្រូវធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ2025កំពុងតែរងការរិះគន់ជាខ្លាំងអំពីសំណាក់ប្រជាជនថៃព្រោះកន្លងមកប្រជាជនថៃតែងតែមានមោទនភាពជាខ្លាំងអំពីខ្លួនឯងថានឹងរៀបចំស៊ីហ្គេមនេះបានល្អហើយឥឡូវនេះរឿងដែលមិននឹកស្មានដល់នោះគឺថាស៊ីហ្គេមដែលនៅប្រទេសថៃឥឡូវនេះទាំងការរៀបចំទាំងទីកន្លែងមិនមានលក្ខណៈគ្រប់គ្រាន់ដើម្បីរៀបចំកីឡាស៊ីហ្គេមនេះបានឡើយសូម្បីតែអ្នកចូលរួមមើលកីឡាស៊ីហ្គេមក៏សឹងតែគ្មានអ្នកមកមើលផងដែរថែមតែប៉ុណ្ណោះនោះទេសូម្បីតែសម្បត្តិស៊ីហ្គេមក៏រញ៉េរញ៉ៃមិនដឹងជានៅឯណាដែរហើយរឿងដែលប្រជាជនថៃខ្មាស់បំផុតនោះគឺថាទីលានបើកបិទស៊ីហ្គេមក៏មិនទាន់រៀបចំហើយដែរទាំងដែលកីឡាទាត់បាល់បុរសកំពុងតែដំណើរការទៅហើយនោះហើយក៏មានសំណាក់មហាជនថៃជាច្រើនក៏បានសរសេរផុសទៅលើទំព័រ Facebook ថាកីឡាស៊ីហ្គេមឆ្នាំ2025ដែលថៃជាអ្នករៀបចំនេះគឺអន់ជាងប្រទេសកម្ពុជាឆ្ងាយណាស់សូម្បីតែទីលានទាត់បាល់ក៏ភ្លើងមានមិនគ្រប់គ្រាន់ដែរហើយរឿងដែលថៃអាម៉ាបំផុតនោះគឺថាកីឡាទាត់បាល់បុរសរវាងឡាវហើយនិងវៀតណាមក៏មិនមានចាក់ភ្លេងជាតិសម្រាប់ប្រទេសទាំងពីរនេះផងដែរពួកគេត្រូវតែច្រៀងដោយខ្លួនឯងដោយបបោមាត់សម្បីតែការងារចេញប្លង់ចេញ design ក៏ប្រើ AI មកជួយផងដែរហើយក៏មាន drama ជាមួយនឹងប្រទេសឡាវនិងប្រទេសវៀតណាមផងដែរដែលបានថៃមិនធ្វើការពើទៅសោះទៅលើឈ្មោះដែលបានដាក់ទៅលើទង់ជាតិនៅក្នុងនោះប្រទេសឡាវទៅជាឈ្មោះឥណ្ឌូប្រទេសវៀតណាមត្រូវជាឈ្មោះថៃទៅវិញហើយរដ្ឋមន្ត្រីកីឡាស៊ីហ្គេមរបស់ប្រទេសថៃក៏បានចេញបបកស្រាយអំពីបញ្ហានេះផងដែរគឺតាក់ទងជាមួយនឹងទឹកប្រាក់ដែលមានមកគ្រប់គ្រាន់សម្រាប់នឹងរៀបចំកីឡាស៊ីហ្គេមនេះចំណែករដ្ឋមន្ត្រីដែលរៀបចំពិធីបើកនិងបិទស៊ីហ្គេមនេះក៏ហ៊ានធានាអះអាងទៅប្រាប់ប្រជាជនថៃថាពិធីបើកកីឡាស៊ីហ្គេមនៅថ្ងៃទី9ខែធ្នូខាងមុខនេះគឺនឹងមានភាពអធិកអធមជាពុំខានហើយលោកម្នាក់នេះក៏បានចេញមកបកស្រាយនិយាយថាមូលហេតុដែលធ្វើឲ្យមានបញ្ហានេះដោយសារតែមានឆាតសមាជិកនៅអាស៊ានបានដកខ្លួនចិនទាំងដែលខ្លួនឯងរៀបចំមិនបានល្អបន្ទោសប្រទេសគេផ្សេងទៅទៀតហើយរឿងដែលមិននឹកស្មានដល់នោះគឺថាសម្បីតែរូបភាព poster ក៏ design ចេញពី AI ផងដែរហើយក៏មានអ្នកកាសែតជាច្រើនក៏បានចុះទៅសម្ភាសរដ្ឋមន្ត្រីរបស់ខ្លួនថាតើរឿងនេះយ៉ាងម៉េចដែរហើយលោកមន្ត្រីអនុทิនក៏មានប្រសាសន៍មកវិញថាឲ្យទៅសួររដ្ឋមន្ត្រីកីឡាទៅព្រោះលោកមិនបាននៅក្នុងរឿងនេះទេហើយអ្នកកាសែតក៏បានសួរទៅទៀតថាតើកីឡាស៊ីហ្គេមដែលនៅប្រទេសថៃនេះគឺអន់ជាងប្រទេសកម្ពុជាឆ្ងាយណាស់មែនទេហើយលោកអនុทิនក៏បានឆ្លើយមកសាសមកវិញថាអ្នកណាថាវាគ្រាន់តែជាកំហុសបន្តិចបន្តួចទៅលើអ្នករៀបចំប៉ុណ្ណោះឥឡូវនេះយើងនឹងរៀបចំស្ដារកំហុសដែលធ្វើនេះឲ្យបានប្រសើរឡើងវិញហើយរងចាំមើលភាពអស្ចារ្យនៅថ្ងៃទី9ខែធ្នូដែលជាថ្ងៃបើកស៊ីហ្គេមហើយរឿងរ៉ាវដែលប្រជាជនថៃដែលមិនអាចទទួលយកបាននោះគឺថាមានលុយចំណាយសម្រាប់រៀបចំស៊ីហ្គេមដើម្បីស្ដាររចនាសម្ព័ន្ធនៅក្នុងទីលានទាត់បាល់អ្វីជាស្ដែងដែលបានឃើញនោះគឺថាបន្ទប់ទឹកនៅក្នុងទីលានទាត់បាល់គឺមានភាពកក្រិចឯសម្រាប់ភ្លើងដែលបាញ់បញ្ចាំងសម្រាប់ទីលានទាត់បាល់ហាក់មានការខូចខាតដូចជាអសរអញ្ចឹងនេះហើយគេហៅថាជាអំនួតរបស់ខ្លួនឯងខ្លាំងពេកហើយឥឡូវនេះខ្ញុំសូមឲ្យអ្នកគ្នាមកទស្សនានៅទស្សនវិជ្ជានៅក្នុងទីលានកីឡាស៊ីហ្គេមទាំងអស់គ្នា